សួស្តីអ្នកទាំងអស់គ្នាខ្ញុំចូលថូកាមីនៅថ្ងៃនេះយើងនឹងមកបន្តសាច់រឿង Fighting Spirit របស់យើងជាបន្តចូលមកកាន់វគ្គនេះយើងក៏បានឃើញជាមួយនឹងអ៊ីពូដែលគាត់កំពុងតែថ្លឹងគីឡូដើម្បីប្រយុទ្ធគ្នាជាមួយនឹងជេសុននៅពេលដែលជេសុនគាត់បានដោះអាវដើម្បីថ្លឹងគីឡូលោកតាគាត់ក៏មានអារម្មណ៍ថាសប្បាយផងដែរដោយសារតែជេសុនគឺគាត់មានសាច់ដុំមាំខ្លាំងណាស់ដែលគាត់បានគិតថាប្រហែលជាអ៊ីពូមិនអាចធ្វើអ្វីទៅកាន់ជេសុនបានទេបន្ទាប់មកលោកគ្រូរបស់ជេសុនគាត់ក៏បានដើរទៅរាក់ទាក់ជាមួយនឹងលោកតាចំណែកឯលោកតាគាត់ក៏មិនបានរឹកអ្វីដែរគាត់ក៏បាននិយាយរាក់ទាក់ទៅវិញទៅចំណែកឯជេសុនវិញគាត់ក៏បានដើរសម្ដែងទៅកាន់អ៊ីពូតែម្ដងដែលធ្វើឲ្យអ៊ីពូគាត់ក៏រៀងភ័យផងដែរប៉ុន្តែជេសុនក៏ដើរទៅនឹងគាត់គ្រាន់តែចង់រាក់ទាក់ជាមួយនឹងអ៊ីពូតែប៉ុណ្ណោះគ្មានអ្វីលើសពីនឹងទេហើយគេក៏បាននិយាយទៅកាន់អ៊ីពូថាគាត់គឺចង់ឲ្យអ៊ីពូប្រយុទ្ធឲ្យអស់ពីសមត្ថភាពរបស់គាត់ដោយសារតែគាត់គឺចង់ឲ្យការប្រកួតនេះវាកាន់តែល្អនៅពេលដែលពួកគេត្រឡប់ទៅកាន់ក្លឹបរបស់គេវិញអ៊ីពូគាត់ក៏បាននិយាយទៅកាន់លោកតាថាមើលទៅកាន់ជេសុនគាត់គ្រាន់តែជាមនុស្សសុភាពមួយតែប៉ុណ្ណោះមើលទៅកាន់គាត់ពិតជារស់រាយរាក់ទាក់ខ្លាំងណាស់ហើយលោកតាគាត់ក៏បាននិយាយថាទោះបីជាគេរាក់ទាក់ក៏ពិតមែនប៉ុន្តែពេលដែលយើងប្រយុទ្ធជាមួយគេគឺមិនបានយកអាភិបរាក់ទាក់ហ្នឹងមកលេងជាមួយយើងទេនៅពេលដែលអ៊ីពូមកដល់ផ្ទះរបស់គាត់វិញនៅថ្ងៃនេះហាក់ដូចជាប្លែកខុសពីរាល់ដងដោយសារតែអ៊ីពូគឺគាត់ញ៉ាំបាយច្រើនហើយក៏ធ្វើឲ្យម៉ាក់របស់គាត់ក៏សប្បាយចិត្តផងដែរហើយអ៊ីពូគាត់ក៏បាននិយាយប្រាប់ទៅកាន់ម៉ាក់របស់គាត់ថាថ្ងៃស្អែកនេះគឺគាត់ឡើងទៅប្រដាល់ហើយតែម៉ាក់មានពេលទំនេរនៅក្នុងការទៅមើលខ្ញុំដែរឬទេហើយម៉ាក់របស់អ៊ីពូក៏បាននិយាយទៅកាន់អ៊ីពូវិញថាគាត់គឺមិនអាចទៅបានទេដោយសារតែគាត់គឺមានការងារនៅធ្វើនៅឯផ្ទះហើយគឺវាអស់រយៈពេលជាយូរណាស់មកហើយដែលគាត់បានឃើញអ៊ីពូត្រូវគេធ្វើបាបហើយគាត់គឺមិនចង់ឃើញអ៊ីពូត្រូវអ្នកណាធ្វើបាបគាត់ទៀតទេអញ្ចឹងហើយគាត់សម្រេចចិត្តថាមិនទៅល្អជាងដោយសារតែគាត់គឺមិនចង់ឃើញគេវាយអ៊ីពូនោះទេហើយគាត់ក៏បាននិយាយទៀតថាមិនថាឈ្នះឬក៏ចាញ់នោះទេធ្វើឲ្យអស់ពីសមត្ថភាពរបស់កូនចោះនៅពេលដែលអ៊ីពូញ៉ាំបាយរួចហើយសាច់រឿងក៏បានកាន់មកកាន់ពេលយប់គាត់នៅតែវឹកហាត់នៅកន្លែងសួនដដែលគាត់គឺព្យាយាមគេចឆ្វេងគេចស្ដាំខ្លាំងមែនទែនដើម្បីគេចអំពីកណ្ដាប់ដៃរបស់ជូសុនការខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនថ្ងៃទីបំផុតអ៊ីពូគឺអាចធ្វើវាបានហើយគាត់ក៏នៅតែបន្តធ្វើវាម្ដងហើយម្ដងទៀតសាច់រឿងក៏បានកាត់ពេលដែលពួកគេឡើងទៅប្រកួតចំណែកឯកណ្ដាប់ដៃរបស់ជេសុនគឺមិនស្រាលនោះទេមើលទៅកណ្ដាប់ដៃគាត់ទៅដឹងហើយចំណែកឯអ៊ីពូវិញនៅពេលនេះគាត់កំពុងតែកម្ដៅសាច់ដុំនៅក្នុងការឡើងទៅប្រយុទ្ធនៅពេលហ្នឹងលោកតាគាត់ក៏បានសាកល្បងនៅក្នុងការវាយអ៊ីពូដែលគាត់ចង់ដឹងថាអ៊ីពូអាចគេចបានឬអត់ដោយសារតែការធ្វើតែរបស់គាត់ហ្នឹងគាត់គឺវិត្រូវអ៊ីពូដាក់ម្ដាយចំចការតែម្ដងចំណែកឯនៅក្នុងសង្វៀនវិញមនុស្សជាច្រើនគេកំពុងតែនិយាយទៅកាន់ជេសុនដែលគេបាននិយាយថាជេសុនគឺជាមនុស្សខ្លាំងអញ្ចឹងហើយពួកយើងគាំទ្រមនុស្សគឺមិនខុសនោះទេហើយវាក៏បានលើទៅកាន់អា3អ្នកបងធំនេះផងដែររួចពួកគេក៏បាននិយាយថាមើលទៅកាន់មនុស្សទាំងអស់នេះដូចជាមើលងាយអ៊ីពូពេកហើយអ៊ីពូហើយនិងជេសុនពួកគេក៏ធ្វើដំណើរឡើងមកលើសាយវៀនផងដែរនៅពេលដែលពួកគេដើរថយក្រោយដើម្បីយកអេឡង់នៅពេលនេះបេះដូងរបស់ពួកគេទាំងពីរកំពុងតែលោតដិបៗតែម្ដងនៅពេលដែលពួកគេប្រយុទ្ធគ្នាហ្នឹងមើលទៅកាន់ម្នាក់គឺគ្មានអ្នកណាគេហ៊ានចូលមុននោះទេហើយអ៊ីពូគាត់ក៏បានគិតថាគាត់ត្រូវតែធ្វើឲ្យជេសុនមិនអាចផ្លាស់ទីបាននៅពេលហ្នឹងពួកគេក៏បានឈានជើងទៅមុខប្រងគ្នាដែលធ្វើឲ្យពួកគេគឺវាថើបគ្នាតែម្ដងហើយពួកគេក៏បានចូលទៅប្រយុទ្ធគ្នាបន្តទៀតហើយអ៊ីពូគាត់ក៏បានវាយត្រីជេសុនម្ដាយត្រូវកតែម្ដងហើយលោកតាគាត់ក៏បានសរសើរទៅកាន់អ៊ីពូផងដែរដោយសារតែអ៊ីពូគាត់ចេះរកកំណត់ឃើញដើម្បីកុំឲ្យជេសុននឹងប្រើកម្លាំងនៅក្នុងការរត់ចំណែកឯជេសុនវិញដោយសារតែគាត់គឺមិនអាចផ្លាស់ទីបានគាត់គឺមិនអាចធ្វើអ្វីបានទៅកាន់អ៊ីពូនោះទេហើយគាត់ក៏បានត្រូវអ៊ីពូដាក់គាត់ម្ដាយកណ្ដាលមុខទៀតនៅពេលហ្នឹងអ៊ីពូគាត់ក៏បានវាយទៅកាន់ជេសុនម្ដងទៀតប៉ុន្តែជេសុនគាត់អាចគេចបានហើយគាត់ក៏បានសងទៅកាន់អ៊ីពូវិញម្ដាយមកទៅហឹងតែម្ដងប៉ុន្តែអ៊ីពូគាត់ក៏បានប្រើជាមួយនឹងក្បាច់ដែលគាត់ហាត់ទាំងយប់ទាំងថ្ងៃហ្នឹងនៅក្នុងការអោននៅពេលដែលគាត់អោនរួចហើយគាត់ក៏បានម៉ាត់ទៅកាន់ជេសុនទៀតហើយប៉ុន្តែគឺត្រូវបានជេសុននឹងគេចអំពីក្តាប់ដៃគាត់បានទៀតនៅពេលនេះដៃគូសងខាងគឺចាប់ផ្ដើមភ្ញាក់ផ្អើលហើយដោយសារតែពួកគេមានល្បឿនលឿននៅក្នុងការគេចហើយជេសុនគាត់ក៏បានវាយសម្ដែងទៅកាន់អ៊ីពូជាច្រើនដៃតែម្ដងប៉ុន្តែអ៊ីពូគឺគាត់អាចគេចបានទាំងអស់ចំណែកឯលោកតាវិញនៅពេលនេះគាត់ពិតជាព្រួយបារម្ភទៅកាន់អ៊ីពូខ្លាំងណាស់បើសិនជានៅតែបន្តឲ្យអ៊ីពូគេចចឹងទៀតច្បាស់ណាស់គាត់នឹងអស់កម្លាំងតែម្ដងហើយវាគឺដូចជាអ្វីដែលលោកតាកិច្ចពិតមែនដោយសារតែអ៊ីពូគាត់កិច្ចច្រើនដងពេកដែលធ្វើឲ្យគាត់ចាប់ផ្ដើមអស់កម្លាំងហើយគាត់ក៏ត្រូវបានជេសុនដាក់គាត់ម្ដាយកណ្ដាលមុខតែម្ដង
ដែលម្ដាយនឹងអ៊ីពូគឺគាត់ទប់អត់ជាប់ទេដែលធ្វើឲ្យគាត់គឺដួលតែម្ដងហើយអាញាកដាលក៏បានមករាប់គាត់នឹងឯងហើយលោកតាគាត់ក៏បានស្រែកប្រាប់ទៅកាន់អ៊ីពូថាកុំឲ្យអ៊ីពូនឹងលះហន់អីឲ្យអ៊ីពូនឹងសម្រាកយកកម្លាំងសិនទៅពេលគេរាប់ដល់8ឬក៏9ចាំគាត់ងើបហើយអ៊ីពូគាត់ក៏អាចក្រោកឡើងបានមកវិញប៉ុន្តែគាត់ក្រោកឡើងនឹងមិនតាន់បានយកកម្លាំងស្រួលបួលផងជេសុនគាត់ក៏បានម៉ាត់អ៊ីពូពីដៃត្រូវពោះរួចក៏បានដាក់ម្ដាយកដាមុខទៀតដែលធ្វើឲ្យអ៊ីពូនឹងដួលទៀតហើយប៉ុន្តែទោះជាយ៉ាងណាតួឯកគឺគេមិនឲ្យចាញ់នោះទេហើយជេសុនគាត់ក៏បានស្ទុះមកកាន់អ៊ីពូម្ដងទៀតដោយសារតែគាត់ឃើញអ៊ីពូនឹងកំពុងតែខ្សោយចំណែកឯអ៊ីពូវិញនៅពេលនេះគឺគាត់គ្មានកម្លាំងសូម្បីតែឈរអញ្ចឹងហើយគាត់ក៏សម្រេចចិត្តថាតបតទៅកាន់ជេសុនតែម្ដងតែគាត់គឺបានម៉ាត់គ្នាម្នាក់ម្ដាយនឹងឯងប៉ុន្តែនៅពេលហ្នឹងតាកាមូរ៉ាគាត់ក៏បានគាត់ស្គាល់ថាជេសុនគាត់កំពុងតែភ័យខ្លាចទៅលើអ៊ីពូហើយនៅពេលនេះពួកគេទាំងពីរគឺចាប់ផ្ដើមអស់កម្លាំងរៀងៗខ្លួនហើយគឺគ្មានអ្នកណាខ្លាំងជាងអ្នកណានោះទេចំណែកឯជេសុនគាត់ក៏បាននិយាយសរសើរទៅកាន់អ៊ីពូផងដែរថាអ៊ីពូគឺខ្លាំងគ្រប់ជំហានតែម្ដងចំណែកឯអ៊ីពូវិញនៅពេលនេះគាត់គឺចាប់ផ្ដើមបាក់កម្លាំងមែនទែនហើយបើសិនជាជេសុនចូលមកវាយគាត់ច្បាស់ណាស់គាត់គឺមិនអាចទប់បានទេប៉ុន្តែគាត់ចេះតែបំផន់ភ្នែកជេសុនទៅថាគាត់គឺមានកម្លាំងដើម្បីកុំឲ្យជេសុនចូលមកនៅពេលដែលពួកគេបំរុងនឹងវាយគ្នាបន្តទៀតទឹកទី1ក៏ត្រូវបានចប់ប៉ុន្តែអ្វីដែលធ្វើឲ្យយើងមិនអាចនឹកឃើញនោះគឺទឹកទី1នេះគឺមានរយៈពេលយូរខ្លាំងមែនទែននៅពេលដែលពួកគេសម្រាកយើងមើលទៅកាន់អ៊ីពូទៅនៅពេលនេះគឺគាត់ដកដង្ហើមសឹងតែមិនត្រូវគ្នាផងហើយគាត់ក៏បាននិយាយទៅកាន់លោកតាថាជេសុនគាត់ពិតជាមានកម្លាំងខ្លាំងណាស់ហើយល្បឿនរបស់គាត់ក៏លឿនដែរហើយលោកតាគាត់ក៏បាននិយាយទៅកាន់អ៊ីពូថានៅពេលនេះអ៊ីពូគឺធ្វើបានល្អហើយអ៊ីពូគួរតែប្រើយុទ្ធសាស្ត្រនៅក្នុងការប្រយុទ្ធធ្វើអ្វីឲ្យដូចគ្នាជាមួយនឹងជេសុនហើយលោកតាគាត់ក៏បាននិយាយទៅកាន់អ៊ីពូទៀតថាតើឯងបានឃើញអ្វីខុសប្រក្រតីទៅកាន់ជេសុនទេនៅពេលដែលឯងបានវាយស្មារតីគ្នាជាមួយនឹងគេមើលទៅកាន់គេគឺចាប់ផ្ដើមភ័យខ្លាចជាមួយនឹងឯងហើយលោកតាគាត់ក៏បាននិយាយទៀតថាប្រយុទ្ធដោយរាល់ដងគួរតែពន្យាពេលឲ្យបានយូរទឹកទី2ក៏ចាប់ផ្ដើមជេសុនគាត់ក៏បានប្រើកណ្ដាប់ដៃដ៏សែនធ្ងន់របស់គាត់វាយទៅកាន់ក្បាលអ៊ីពូតែម្ដងប៉ុន្តែដោយរាល់ដងអ៊ីពូគាត់អាចគេចផុតហើយគាត់ក៏បានប្រើជាមួយនឹងស្រង់ទៅកាន់វិកវាយទៅកាន់ជេសុនវិញផងដែរប៉ុន្តែជេសុនគាត់ក៏អាចគេចបានដូចគ្នារួចគាត់ក៏បានប្រើកណ្ដាប់ដៃទី2របស់គាត់វាយសម្ដៅទៅកាន់មុខអ៊ីពូតែម្ដងនៅពេលនេះអ៊ីពូគាត់មានអារម្មណ៍ថាពិតជាច្របូកច្របល់ខ្លាំងណាស់ដោយសារតែកណ្ដាប់ដៃជេសុនគឺជិតមកដល់មុខរបស់គាត់ហើយអ៊ីពូគាត់ក៏សម្រេចចិត្តថាលះបង់នៅផ្ទៃមុខរបស់គាត់តែម្ដងដែលពួកគេគឺបានវាយស្មារតីគ្នាម្ដងទៀតហើយពួកគេក៏នៅតែបន្តវាយទៅកាន់គ្នាម្នាក់ម្ដាយបន្តទៀតនៅពេលនេះពួកគេទាំងពីរក៏ចាប់ផ្ដើមអស់កម្លាំងរៀងៗខ្លួនហើយក៏មិនដឹងអ្នកណាជាអ្នកឈ្នះផងដែរហើយយើងគឺចាំមើលនៅវគ្គក្រោយថាអ្នកណាគេគឺជាអ្នកនៅរស់